mô thì na nhưng mà câu ní là o mình tên mà nhóm về chia 13% trong nhưng mà cứ nhớ vì là o con câu nó cứ nhất mình tên câu mình nó tốt mình tên câu nó tâm mà dụ ban hai thì đọc ngay chiến vì chấp đam pong hay là đam pong pi crop hay là chấp đam canam pong vì trong lươn những priệp mon càng lớn mà nhung tiết này priệp mon này nó khó mấy mô thì này tôi giả phiệt ó về lươn chiến chứ tu tớ flop tạc hơi mô thì na khinh mô điện ấy hiện càng bắt to bùi ở hiện dư chừng phiệp mònแต่นี่bị trong lươn những phiệp mòn tiết តាមពិតទៅសំខាន់គឺដោយមេបាខ្លះវាអាចលឿនមេខ្លះវាអាចយឺតយ៉ាវបន្តិចទៅខ្លះញ៉ោះ20ថ្ងៃទៅចាប់ផ្ដើមរកសបុកខ្លះញ៉ោះបានតែ10ថ្ងៃចាប់ផ្ដើមនាំគ្នាចូលសបុកទៀតចឹងពងបន្តទៀតចឹងដូចម៉ូឌីណាខ្ញុំនេះញ៉ោះទៅបានតែ10ថ្ងៃទេវាចាប់ផ្ដើមរកសបុកអីពងខ្ញុំដាក់សបុកហើយប៉បពងឡើយដល់ហើយល្ងាចឡើងសាយឡើងពងបាត់ចឹងវាលឿនមែនតើចឹងឲ្យតែបានមេបាប្រភេទចេះញឹកយើងអាចយើងបានច្រើនហើយចំណូលគូសំណែនេះប្រភេទម៉ូឌីណារបស់ខ្ញុំមកហើយចំពោះកូននេះញ៉ោះដូចជាបាន10គូឯងកូនខ្ញុំលក់រហូតមកគូនៅក្នុងសបុកហ្នឹងក៏មានបងប្រុសនៅខាងតកែវមួយចាស់ប្រកបបាត់ហើយឥឡូវនេះពងទៀតហើយកូនវាអាសាមុននោះគ្រាន់តែផុសពប់ផុសថ្ងៃទី20ពេលព្រឹកថ្ងៃទី20ពេលអាស៊ីលបងប្រុសនៅខាងភ្នំពេញគាត់យកទៅរតនគិរីយកមកគូមកចឹងមើលទៅវាស្អាតម្យ៉ាងដែរប្រភេទម៉ូឌីណានេះហើយត្រូវខ្សែស្លាយវានេះគឺកូនញឹកល្អទៀតគឺតែអេមរ៉ាចឹងស្អាតអចឹងមកនៅស្រឡាញ់ព្រៀបចង់បានព្រៀបអាចតាក់ទងមកខ្ញុំបានហើយចំពោះការផ្ញើខ្ញុំផ្ញើតាមក្រុមហ៊ុនកាពីតូខ្ញុំមានបញ្ហាគឺខ្ញុំធានាដូរថ្មីជូនហើយបងដែលជួយចិត្តស្រឡាញ់ទន្សាយក៏ខ្ញុំមានដែរទន្សាយព្រៀបតែមកនិស័យមួយរយៈនេះខ្ញុំអស់ហើយមកនិស័យឃើញបងឆាក់មកសួរច្រើនដែរមកនិស័យហើយចំពោះបាក់សៃកីឡាឬក៏មន់ជុលក៏ខ្ញុំមានដែរមកស្រឡាញ់ពេញចិត្តអាចទៅទៅមកបានហើយលេខទូរស័ព្ទរបស់ខ្ញុំគឺមានតែមួយទេគឺ0812313132លេខមាន3ប៉ុន្តែលេខដែល081នេះគឺជាលេខ Telegram បងចង់អាច Telegram តាក់ទងតាម Telegram ឬក៏តាក់ទងតាមលេខ071នឹង97 017ហ្នឹងsale card ចឹងបងអាចតំណមកសួរនាំពីតម្លៃបានហើយបងដែលអត់តន់ចេះពីរបៀបធ្វើត្រង់ឆ្ងល់ពីបញ្ហាផ្សេងៗនៃការចិញ្ចឹមព្រៀបចង់ឲ្យអស់ចម្ងល់ដើម្បីយកពេលទៅចិញ្ចឹមអាចតាក់ទងមកសួរខ្ញុំបានខ្ញុំអាចធ្វើជាទីប្រឹក្សាបានទាំងការរៀបចំទាំងការដាក់ពូជទាំងការបង្កើតទាំងការពារការព្យាបាលគឺខ្ញុំអាចពិភាក្សាជូនបងបានអញ្ចឹងបងមានចម្ងល់តាក់ទងនឹងព្រៀបអាចតាក់ទងមកបានហើយបងចង់បានព្រៀបទន្សាយយកទៅចិញ្ចឹមក៏អាចតាក់ទងមកខ្ញុំបានអូខេអរគុណច្រើនបងសម្រាប់ការទស្សនាវីដេអូមួយនេះហើយក៏មិនភ្លេចដែរបងដែលជួយ share ជួយ like មករហូតហ្នឹងបងអាចនៅតែបន្តទៀតអរគុណច្រើនមែនតើហើយខ្ញុំនៅតែចែកម្លែកចំណេះដឹងពីការចិញ្ចឹមព្រៀបអញ្ចឹងបងដែលជួយចិញ្ចឹមព្រៀបចិញ្ចឹមទន្សាយមកនឿស័យមកស្ពៃក្តោបបាក់សៃកន្លែងហ្នឹងបងអាចឆាចូលពេកបាន